សម្រាប់ថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ដែលត្រូវជាថ្ងៃជូតទឹកយ៉ាងឆ្នាំដែលល្អប្រសើរមានឆ្នាំឆ្លូវរោងហើយនឹងវោកបើត្រូវការធាតុទឹកកាន់តែល្អប្រសើរយើងឃើញថាធាតុទឹកមកទាំងរាសីមេឃហើយនិងរាសីដីចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នមានឆ្នាំមមីធាតុភ្លើងវ័យ61ឆ្នាំនិងមមីធាតុដីវ័យ49ឆ្នាំទិសដែលយើងគួរតែបំរុងបង្ការការពារក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងត្បូងហើយនឹងជើងឈៀងលិចរីឯតារាសាស្ត្រល្អចូលមកក្នុងទិសខាងជើងទី1យើងអាចអង្គុយធ្វើការឬក៏ដាក់ទឹកមានចលនាក្នុងការចាប់លាបម៉ោងដែលធ្វើទៅល្អប្រសើរមាន2វេនទី1ពីម៉ោង5ទៅម៉ោង9ព្រឹកនិងវេនទី2ពីម៉ោង5ទៅម៉ោង7យប់សម្រាប់ថ្ងៃទី7នឹងផ្ទាល់យើងឃើញថាជាថ្ងៃ Open Day គ្រប់កិច្ចការងារសំខាន់យើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អប្រសើរលើកលែងតែចំពោះការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រជូនពរសំណាងល្អក្នុងការតាមដានតារាសាស្ត្រសម្រាប់ថ្ងៃទី7នេះផ្ទាល់អរគុណ